បួលគ្នាធ្វើបន់ទៅបួលគ្នារៀនធម៌ព្រះអង្គទៅអប់រំរក្សាសិលចម្រើនសមថវិបស្សនាទៅអានឹងឯងទូកក្បូនទៅរកកោះរកត្រើយស្អីជាកោះជាត្រើយគឺជាព្រះនិព្វានដែលជាបរមសុខរួចផុតចាកទុក្ខអញ្ចឹងគឺយើងមានសិលជាទូកមានទានជាស្បៀងមានភាវនាជាត្រីវិស័យប្រព្រឹត្តទៅដើម្បីកុំឲ្យវង្វេងទិសនឹងឯងដែលយើងបបួលគ្នាទាំងអស់គ្នាណាហើយយើងរវល់តែស្អប់គ្នាអ្នកណាទៅបង្កើតកិលេសឲ្យខ្លួនឯងអ្នកណាទៅបង្កើតវត្តដាក់នឹងឲ្យខ្លួនឯងអត់មានទេអញ្ចឹងនៅពេលដែលយើងមានអ្នកណាមកជាអារម្មណ៍យើងមានតែមេត្តាករុណាដើម្បីថាត្រូវធ្វើទានក៏ទានទៅសិលក៏សិលទៅសង្គ្រោះក៏សង្គ្រោះទៅសង្គ្រោះដោយបច្ច័យ4ហើយសង្គ្រោះដោយធម៌ទៀតពីព្រោះមានតែពធទេដែលអាចជួយឲ្យបានចេះដឹងហើយរួចផុតចាកទុក្ខតែក៏យើងមិនមែនចោលបច្ច័យ4ដែលហៅថាអមិសៈហ្នឹងគឺបច្ច័យ4ហ្នឹងដោយឧបាសិកាវិសាខាអញ្ចឹងលោកចិញ្ចឹមមនុស្សរាប់ពាន់នាក់ហ្នឹងឯងជាកូនជាចៅអ្នកដតីជាភរិយាជាឪពុកម្ដាយអ្នកដតីដែលមកនៅអាស្រ័យជាមួយនឹងគាត់ចិញ្ចឹមទាំងអស់ដល់អញ្ចឹងទៅអ្នកទាំងអស់ហ្នឹងស្រឡាញ់គាត់គាត់បបួលទៅវត្តទៅទាំងអស់ស្ដាប់ពធសម្រាប់មគ្គផលបន្តគ្នារាប់រយរាប់ពាន់រាប់ម៉ឺនអ្នកមកអំពីអីមកអំពីស្ដាប់គាត់តាមគាត់ហើយស្ដាប់គាត់តាមគាត់មកពីអីមកពីស្រឡាញ់គាត់មិនបានស្រឡាញ់គាត់ថាមកពីគាត់ត្រូវជួយដោយវត្ថុទៅជួយទៅជួយដោយពាក្យសម្ដីពីរោះជួយដោយកិច្ចការងារជួយដោយដែលគាត់ឆ្លាតហើយគាត់មិនប្រកែកប្រកាន់លើកតម្កើងរូបកាយខ្លួនប្រាណអីគាត់ទេអ្វីដែលគាត់ខ្ពស់ទៅដោយគុណធម៌មិនលើកខ្លួនឯងដោយអំនួតអួតអាងសម្គាល់តែខ្លួនឯងប្រសើរគ្រាន់បើដោយពាក្យខ្មែរយើងថាដាក់ជាងអេលើកខ្លួនឯងអីចឹងទៅនោះទេគាត់មិនមានការប្រកែកប្រកាន់អំនួតអួតអាងទេពីព្រោះមេយាសាថៃយៈអំនួតអួតអាងនេះលះបង់ដោយសោតាបត្តមៈអស់ហើយអញ្ចឹងគាត់មានសមជីវិតានេះការចិញ្ចឹមជីវិតរស់នៅស្មើអ្នកដតីចូលចិត្តតែត្រង់ដែលគាត់មិនលើកតម្កើងខ្លួនមិនប្រកាន់ខ្លួននោះចូលចិត្តណាស់ហើយសុខចិត្តដូចថាមានកិច្ចការងារអីត្រូវជួយគាត់សូម្បីតែថាត្រូវលះបង់ជីវិតក៏ព្រមដែរឲ្យតែបានជួយកិច្ចការងាររបស់គាត់វាស្រឡាញ់គោរពគាត់ដល់តែប៉ុណ្្នឹងទៅទៀតទាំងហើយគាត់ជួយពាក្យសម្ដីពីរោះគាត់មិនដែលស្ដីថាលមុងលម៉ាំងទៅគោះបោះបោកអីឲ្យទាសាទាស័យអីទេសូម្បីតែអាវមហាលតាប្រាសាទតម្លៃ9កោដឈ្នួលជាង100,000កហបណៈដែលរៀបចំនៅពេលរៀបការគាត់ជាងធ្វើ4ខែជាង500នាក់ធ្វើអាវមហាលតាប្រាសាទហ្នឹងតម្លៃ9កោដថ្លៃជាង100,000កហបណៈទៀតហើយអ្នកបម្រើហ្នឹងកម្មអាវគាត់អ្នកហ្នឹងតលតែមានកម្លាំងស្មើនឹងដំរី5បានលើកអាវគាត់ហ្នឹងរួចគឺណាហើយភ្លេចនៅវត្តចេតពុនហើយដល់ភ្លេចចឹងទៅភ័យខ្លួនណាស់ហើយមកសូមកម្មាទោសអីគាត់និយាយយ៉ាងពីរោះទៅជាមួយលួងលោមទៅនៅក្នុងរឿងរ៉ាវរបស់ឧបាសិកាវិសាខាហ្នឹងហើយគាត់មិនត្រឹមតែលួងលោមអ្នកបម្រើប៉ុណ្ណឹងទេបើមានភិក្ខុសង្ឃលោករើសទុកដាក់អីក៏ថ្វាយដល់សង្ឃទៅប៉ុន្តែវាមិនសមគួរសិទ្ធិរតនៈអញ្ចឹងគាត់វាយតម្លៃអាវហ្នឹងទៅវាអត់មានណាហ៊ានទិញអាវគាត់ទៀតមានប្រាក់ប៉ុន្តែនឹកឃើញថាអាវរបស់មហាឧបាសិកាដែលមានកិត្តិយសគេឈ្មោះឋានៈពងខ្ពស់ក្នុងនគរជាឧបថាយិការបស់ព្រះភិក្ខុសង្ឃនិងព្រះដ៏មានពភាវាមិនហ៊ានប្រើប្រាស់របស់គាត់នឹងទៅទៀតដល់អញ្ចឹងទៅគាត់ຕົកខ្លួនគាត់ទៅគាត់ចំណាយតម្លៃហ្នឹងមកកសាងវត្តពុព្វារាមទៅអានឹងគ្រាន់តែចង់លើកគុណសម្បត្តិរបស់ព្រះអរិយបុគ្គលដូចជាឧបាសិកាវិសាខាហ្នឹងគាត់ខ្ពង់ខ្ពស់ដោយគុណធម៌កណាខ្ពង់ខ្ពស់កប់អាកាសាទៅតែមកទៀតហើយនឹងមិនមែនជារឿងមនួតអួតអាងអីទេគុណធម៌នោះវាជាតម្លៃនៃជីវិតនឹងទៅតែម្ដងទៅណាទៀតអញ្ចឹងគាត់ជួយអ្នកដតីនឹងណែនាំឲ្យបានទៅជួបព្រះអង្គទៅស្ដាប់ពធទេសនាក៏បានសម្រេចសោតាបត្តផលជាដើមហោខែចឹងទៅអានឹងនិយាយពីរឿងការដែលមានបញ្ញត្តិមកជាអារម្មណ៍មានសត្វមានបុគ្គលមកជាអារម្មណ៍អត់មានប្រមាថមើលងាយអត់មានការមួម៉ៅក្តៅក្រហាយខឹងក្រោធចង់ឲ្យគេវិនិច្ឆ័យអីចឹងទៅទេ
តែនឹងវាបានតែរឿងបឋិជនដែលក្រាស់ទៅដោយកិលេសមែនទែនទៅនឹកគិតចង់ឲ្យគេវិនាសចង់ឲ្យគេស្លាប់ទៅទៀតនោះវាមិនដឹងជាថាបានប្រយោជន៍អីខ្លួនឯងទៀតវាខ្វះបញ្ញាមួយកំណត់ដឹងថាក្នុងជីវិតនេះអ្វីដែលជាប្រយោជន៍គួរកាន់យកហើយនឹងគួរចម្រើនដល់អ្នកដទៃអានឹងគឺតលតែមានស្មារតីបងប្អូនកូនចៅទាំងអស់នៅពេលដែលយើងដឹងថានេះប្រយោជន៍សម្រាប់ខ្លួនយើងនេះជាប្រយោជន៍អ្នកដទៃនេះជាស្មារតីជាព្រះអាទិត្យរះឡើងក្នុងដួងចិត្តយើងហ្មងទៅណា